ចូលដល់ព្រះស័យរត់ចែកជើងគ្នា top fan 200នាក់នៅសល់តែ100នាក់ទេមកដល់កសិដ្ឋានហេដេនិយាយពីថាអូយសប្បាយណាស់ដោយសារតែក្នុងដំណើរកំសាន្តនេះយើងមានកម្មវិធីប្រកួតធ្វើម្ហូបញ៉ាំម្ហូបជាច្រើនមានគោដុតមានអីនៅក្នុងព្រះស័យណាចឹងកុំភ្លេចតាមដានដល់ចប់ជាពិសេស top fan ដែលមិនបានទៅណាជាប់ហើយមិនបានទៅស្ដាយមែនតើនៅសល់តែប្រហែល100នាក់ទេមកដល់អ្វីដែលយើងធ្វើមុនគេនោះគឺមកបើកទឹកដោះប្រប៉ែជុំគ្នានិយាយទៅម្នាក់ម្ដងហើយកុំច្រឡំថាធ្វើបាបសត្វធ្វើបែបនេះគឺឲ្យវាធូរដោះហើយវាសប្បាយចិត្តទេហើយនេះហើយជាទស្សនវិជ្ជាកសិដ្ឋានរបស់គៀតហ្វាមដែលគាត់មានសត្វចិញ្ចឹមជាច្រើនដូចកន្លែងហេដេអញ្ចឹងមានចិញ្ចឹមសត្វមានអីហើយខ្ញុំអរគុណគាត់បានផ្ដល់ទីកន្លែងមកឲ្យធ្វើម្ហូបសម្រាប់ចែកទៅដល់ top fan ប្រភេទមីស៊ុបប្រភេទអីគឺមានមុខម្ហូបច្រើនពួកគាត់បានញ៉ាំយើងប៉ាវគាត់មកចប់ហើយទឹកសុទ្ធនេះគឺមានទឹកសុទ្ធ BN ចែក free មានរង្វាន់ទៀតណាហើយនិយាយទៅដំណើរកំសាន្តនេះសប្បាយញ៉ាំរបៀបធម្មជាតិក្រោមព្រៃឈើព្រៃអាស័យអីចឹងមកនិយាយថាមានខាងបងវីលៀមបងខាង Master Chef បងលីនដាបងអីគាត់ចូលរួមហើយនេះគឺគោដុតពីខាងបងហេងតារាគោដុតដែលគាត់បានមកជួយ support ការងាររបស់យើងដែរគោដុតចែកជូនដល់ top fan ញ៉ាំជាមួយនឹងទស្សនវិជ្ជាទេសភាពទឹកហូរបែបធម្មជាតិហើយញ៉ាំបាយអាហារពេលព្រឹកហ្នឹងខាងបងបាយស្លឹកចេកគឺយើងបានរៀបចំជូន fan ជាពិសេសយើងបានចែកទឹកសុទ្ធ BN ដែលទឹកសុទ្ធនេះមានរង្វាន់ទៀតដំណើរកំសាន្តចឹងកុំភ្លេចណាទឹកសុទ្ធ BN មានរង្វាន់មិនបាច់ចាំតរបៀបជាក់វឹងអីទេនិយាយទៅតែទឹកសុទ្ធក៏មានរង្វាន់ដែរហើយដើរលេងកសិដ្ឋាននៅគៀតហ្វាមអូពិសេសណាស់អរគុណគាត់ខ្លាំងហើយដើរលេងចឹងកុំភ្លេចញ៉ាំទឹកសុទ្ធ BN មានរង្វាន់ម៉ូតូ Honda Trim 150រង្វាន់1លានរង្វាន់ជាច្រើនមានមាសមានមួយ G 2G 5G 10G អីហ្នឹងគឺគាត់មានច្រើនខ្លាំងមែនតើរង្វាន់ដែលមានទឹកលុយសុទ្ធទៀត$1 $2 $5 $10 $20 $20អីចឹងទៅហើយការផលិតទឹកសុទ្ធរបស់គាត់មានស្តង់ដារអីត្រឹមត្រូវរបស់កូនខ្មែររបស់យើងទេអ្នកនរគ្នាកុំភ្លេចគ្រប់គ្រងទឹកសុទ្ធ BN ហើយនេះពួកខ្ញុំបានរៀបចំដំណើរកំសាន្តហ្នឹងដោយធ្វើដំណើរតាមឡានក្រុងទៅហើយពួកគាត់អ្នកខ្លះមកចូលរួមមក